ភ្លើងឆេះព្រៃកាន់តែសាហាវនៅអាហ្សង់ទីនប៉ុន្តែប្រធានាធិបតីមិនជឿលើការប្រែប្រួលអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះជំរកព្រៃដ៏ធំសម្បើមមួយនៅតំបន់ប៉ាតាហ្គូនីរបស់ប្រទេសអាហ្សង់ទីនមើលទៅដូចជាតំបន់សង្គ្រាមដ៏ក្តៅគគុកពពកផ្សែងហុយឡើងលើមេឃដូចជាការបាច់មីស៊ីលអណ្ដាតភ្លើងដ៏ធំបំភ្លឺពេលយប់ដោយព្រះច័ន្ទពណ៌ទឹកក្រូចខណៈប្រធានាធិបតីអាហ្សង់ទីនមិនជឿថាការប្រែប្រួលអាកាសធាតុជាបញ្ហាដែលគួរតែយកចិត្តទុកដាក់នោះទេថែមទាំងបានកាត់បន្ថយលើការចំណាយផ្នែកអគ្គិភ័យនៅក្នុងប្រទេសរបស់ខ្លួនទៀតផងភ្លើងឆេះព្រៃនៅក្នុងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលបានវាយប្រហារតំបន់ប៉ាតាហ្គូនីដោយគ្រោះរាំងស្ងួតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកបានបំផ្លិចបំផ្លាញព្រៃឈើជាង 45,000 ហិកតានៃប្រទេសអាហ្សង់ទីនក្នុងរយៈពេល1ខែកន្លះចុងក្រោយនេះជាពិសេសស្ថានភាពបានបង្ខំឲ្យប្រជាជនជម្លៀសទៅកន្លែងសុវត្ថិភាពនិងប៉ះពាល់ដល់ភ្ញៀវទេសចររាប់ពាន់នាក់តួលេខនេះគិតត្រឹមថ្ងៃច័ន្ទទី2ខែកុម្ភៈគ្រោះមហន្តរាយនេះនៅតែបន្តរីករាលដាលយ៉ាងណាភ្លើងឆេះព្រៃដ៏ខ្លាំងនេះអ្នកវិទ្យាសាស្ត្របាននិយាយថាវាបណ្ដាលមកពីការប្រែប្រួលអាកាសធាតុដែលធ្វើឲ្យបរិយាកាសកាន់តែក្តៅនិងធ្ងន់ធ្ងរនិងនាំឲ្យមានភ្លើងឆេះព្រៃជាបន្តបន្ទាប់លើពីនេះការប្រែប្រួលអាកាសធាតុគឺកាត់ឡើងដោយសកម្មភាពមនុស្សធ្ងន់ធ្ងរពេកនាងខ្ញុំរដ្ឋាពី VOB TV